ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងទេសចរសហការជាមួយរដ្ឋបាលខេត្តតាកែវក្រសួងស្ថាប័នពាក់ព័ន្ធនឹងវិស័យឯកជននឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី9ឆ្នាំ2025ក្រោមប្រធានបទគុណតម្លៃនៃទន្លេផ្សារភ្ជាប់វប្បធម៌និងទេសចរធម្មជាតិដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី21ដល់ថ្ងៃទី23ខែមីនាឆ្នាំ2025នៅខេត្តតាកែវពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី22ខែមីនាឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតនៅក្នុងព្រឹត្តិការណ៍ជាតិដ៏អធិកអធមនិងសមមនោរីករាយនេះនឹងមានសកម្មភាពសំខាន់សម្រាប់ការទស្សនានិងកម្សាន្តដូចជាការផ្សាយផ្ទាល់នៅការសម្ដែងទស្សនីយភាពសិល្បៈការប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់ក្រុមសិល្បករសិល្បករនីនិងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាសកម្មភាពកីឡានិងការប្រកួតកីឡាផ្សេងៗជាច្រើនប្រភេទដោយមានការចូលរួមពីសំណាក់ក្រុមកីឡាករនិងកីឡាករនីល្បីៗការតាំងពីពណ៌សមិទ្ធផលរបស់ក្រសួងស្ថាប័នសមិទ្ធផលក្នុងវិស័យទេសចរពិព័រណ៍ពាណិជ្ជកម្មផលិតផលកសិទេសចរសេវាកម្មទេសចរផលិតផលក្នុងស្រុកមហោស្រពម្ហូបអាហារនិងភេសជ្ជៈនិងគម្រោងអភិវឌ្ឍទេសចរនៅខេត្តជាប់ដងទន្លេជាពិសេសគម្រោងអភិវឌ្ឍនានារបស់ខេត្តតាកែវនិងកម្មវិធីផ្សេងទៀតជាច្រើនព្រមទាំងការបង្ហោះគោមនៅពេលរាត្រីនិងអុជគំជួយអបអរសាទរពិធីបុណ្យទន្លេលើកទី9ឆ្នាំ2025ផងដែរអាស្រ័យហេតុនេះក្រសួងទេសចរសូមអញ្ជើញភ្ញៀវជាតិអន្តរជាតិនិងសាធារណជនចូលរួមទស្សនានិងកម្សាន្តដោយមេត្រី